ជំរាបសួរបងប្អូនអរគ្នាបាទរីករាយថ្ងៃថ្មីថ្ងៃទី5ខែ5ឆ្នាំ2025កាលពីថ្ងៃមុនខ្ញុំបានលើកឡើងប្រធានបទមួយនិយាយអំពីហិរញ្ញវត្ថុ4យ៉ាងសំខាន់នៅក្នុងដំណើរជីវិតហើយថ្ងៃនេះខ្ញុំនឹងឆែកនៅលើបណ្ដាញសង្គមឃើញខ្លឹមសារមួយដែលមហាសេដ្ឋីអាមេរិកលោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុនលក់អនឡាញដ៏ល្បីល្បាញគឺ Amazon បានលើកឡើងថាភាពជោគជ័យបច្ចុប្បន្នគឺមិនមែនជារបស់អ្នកមានទេពកោសល្យបំផុតនោះទេតែជារបស់អ្នកដែលអាចផ្ដោតអារម្មណ៍លើកិច្ចការណាមួយដែលខ្លាំងបំផុតខ្ញុំចាប់អារម្មណ៍ពាក្យពីរម៉ាត់នៅលើអ្វីដែលគាត់លើកឡើងគឺពាក្យថាទេពកោសល្យបាទដែលយើងអាចប្រែថាជាភាពប៉ិនប្រសប់ឬក៏ភាពឆ្លាតវៃបាទភាពពូកែរបស់បុគ្គលណាម្នាក់ហើយពាក្យថាផ្ដោតអារម្មណ៍គឺជាពាក្យដែលសំដៅទៅលើការធ្វើកិច្ចការណាមួយដែលយកចិត្តទុកដាក់ហើយរហូតតតែបានសម្រេចបាទភាសាអង់គ្លេសថា focus យើងអាចសម្រាយពាក្យ focus ថា follow one course until success បែរមកអ្វីដែលលោកចិនបេសូគាត់លើកឡើងគឺថានៅចំនួននេះវាលែងនិយាយពីការរស់រានមានជីវិតដែលផ្អែកតែទៅលើទេពកោសល្យខ្លាំងបកែអីទៀតហើយតែវាផ្លាស់ប្ដូរមកជាការរស់រានមានជីវិតជាមួយនឹងសមត្ថភាពនៃការផ្ដោតអារម្មណ៍ទៅលើអ្វីដែលខ្លួនយើងម្នាក់ចង់បានស្រឡាញ់ចូលចិត្តហើយយើងអាចបដិសេធចំពោះការរំខាននានាដែលរារាំងដល់ការផ្ដោតអារម្មណ៍របស់ខ្លួនយើងចំពោះកិច្ចការងារដែលយើងចង់បានត្រង់នេះគឺខ្ញុំគិតថាវាមិនមែនមានន័យថាការមានទេពកោសល្យអ្វីមួយនោះវាមិនល្អទេប៉ុន្តែការមានទេពកោសល្យតែមួយចំណុចគឺវាមិនទាន់គ្រប់គ្រាន់នោះទេឧទាហរណ៍ថាបងប្អូនដែលមានជំនាញផ្នែកវិជ្ជបណ្ឌិតរៀនជំនាញវិជ្ជបណ្ឌិតកាលពីសម័យមុនគឺជាជំនាញដែលមានទីផ្សារខ្ពស់មានប្រាក់ចំណូលខ្ពស់មានប្រាក់ខែខ្ពស់អីជាដើមប៉ុន្តែបើសិនជាបងប្អូនបាទមិនខិតខំប្រឹងប្រែងបាទផ្ដោតទៅលើការកសាងភាពច្នៃប្រឌិតអភិវឌ្ឍកម្រិតទំនើបកម្មសេវាកម្មនិងជំនាញរបស់ខ្លួនឲ្យទាន់សភាពប្រែប្រួលសង្គមបាទនៃការអភិវឌ្ឍបច្ចេកវិទ្យាទេបាទទេពកោសល្យផ្នែកវិជ្ជាបណ្ឌិតរបស់បងប្អូនជំនាញផ្នែកវិជ្ជាបណ្ឌិតរបស់បងប្អូននឹងបាត់បង់ឱកាសប្រកួតប្រជែងដែលយើងឃើញមានប្រព័ន្ធបច្ចេកវិទ្យា AI កំពុងតែកើតឡើងបច្ចុប្បន្ននិងទៅអនាគតមិនថាបងប្អូនបកកែអ្វីទេការចេះប្រើការបដោតលើភាពបកកែរបស់ខ្លួនពង្រីកសមត្ថភាពជាប្រចាំចេះថ្លឹងថ្លែងចេះប្រែប្រួលការបដោតឆ្ពោះទៅរកផ្លូវរីកចម្រើននោះទោះជាស្ថិតនៅក្នុងកលៈទេសៈសេដ្ឋកិច្ចថយចុះឬសេដ្ឋកិច្ចដំណើរការល្អក៏ដោយក៏បងប្អូនអាចរក្សាជំហររឹងមាំរបស់ខ្លួនបានជានិច្ចសម័យនេះខ្ញុំឃើញថាចំណេះដឹងល្អអាចរកបានដោយងាយប៉ុន្តែមានឧបសគ្គជាច្រើនដែលរារាំងដល់មនុស្សមួយចំនួនមិនឲ្យទទួលបានចំណេះដឹងទាំងអស់នោះទៅវិញដោយសារតែកង្វះការផ្ដោតអារម្មណ៍នេះក៏មកពីទី1ការគ្មានគោលដៅជីវិតច្បាស់លាស់មិនដឹងថាខ្លួនខ្លាំងអីខ្សោយអីហើយចង់បានអ្វីឲ្យពិតប្រាកដទី2ការគិតច្រើនច្បោកច្បល់រវើរវាយទៅតាមព័ត៌មានដែលទទួលបានពីបណ្ដាញសង្គមចម្រុះគ្នាទី3ការចំណាយពេលវេលាមិនត្រឹមត្រូវលើកិច្ចការណាមួយធ្វើកិច្ចការនោះមិនចប់ចុងមិនចប់ដើមហើយទី4គឺទម្លាប់គ្មានវិន័យឬក៏គ្មានគោលការណ៍ផ្ទាល់ខ្លួនណាមួយហើយទី5តាក់ទងជាមួយនឹងការខ្សែគប់មានទំនាក់ទំនងជាមួយមនុស្សជុំវិញដែលពលជាមួយនឹងការសប្បាយបាទនិងរឿងអត្ថប្រយោជន៍ជាដើមសរុបមកទេពកោសល្យល្អគឺត្រូវតែដើរទន្ទឹមជាមួយនឹងសមត្ថភាពនៃការបដោតនិងចេះប្រែប្រួលការបដោតដើម្បីធ្វើការរីកចម្រើនពេលខ្លះយើងមិនចាំបាច់ចេះរឿងគ្រប់យ៉ាងទេយើងគ្រាន់តែអាចជ្រើសរើសធ្វើរឿងត្រឹមត្រូវណាមួយឲ្យបានជាប់លាប់នោះលទ្ធផលល្អនឹងកើតឡើងនៅក្នុងជីវិតរបស់យើងជាក់ជាបង្ខានដូចនេះដើម្បីទទួលបានជីវិតជោគជ័យសូមធ្វើការបដោតលើកិច្ចការណាមួយដែលឆ្លាតវៃបើបងប្អូនគិតថាប្រធានបទនេះមានសារៈប្រយោជន៍សូមជួយ like និង share អរគុណច្រើន